ទិញអីវ៉ាន់ពីវៀតណាមដែលអស់លុយ free flight ដឹកដល់មកផ្ទះហើយនឹងឈ្នះ voucher ច្រើនសួស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកឆ្លើយសំណួរអ្នកដែលបានសួរខ្ញុំច្រើនខ្លាំងមែនទែនធ្វើម៉េចទិញបានតម្លៃថោកដូចអីវ៉ាន់ដែលខ្ញុំទិញហើយពេលទិញហើយយើងវាលុយតាមណាហើយគេដឹកតាមណាហើយនៅខេត្តទិញបានអត់បងអីអូសំណួរច្រើនខ្លាំងមែនទែនហ្មងចឹងថ្ងៃនេះខ្ញុំនឹងមកឆ្លើយសំណួរអ្នកនរគ្នានៅក្នុងវីដេអូនេះអ្នកនរគ្នាពីរបៀបធ្វើម៉េចទទួលបាន voucher សម្រាប់ទិញអីវ៉ាន់នៅក្នុង app រហូតចឹងណាមិនរហូតទេអ្នកនរគ្នាគឺទទួលបាន voucher ទិញអីវ៉ាន់នៅក្នុង app មកឥឡូវទី1ធ្វើម៉េចទិញអីវ៉ាន់បានថោកដូចខ្ញុំទិញបានថោកដូចខ្ញុំគឺត្រូវមាន voucher សម្រាប់ទិញអីវ៉ាន់អញ្ចឹងអីវ៉ាន់ខ្លះពេលយើងមាន voucher ទៅយើងទិញដោយអត់អស់លុយឬក៏ថែមលុយតិចតួច1000 2000ឬ100អីចឹងហើយពេលយើងទិញហើយយើងត្រូវវេលុយតាមណាគឺយើងអត់មានវេលុយតាមណាទេអីវ៉ាន់មកដល់ផ្ទះយើងទៅយើងឲ្យលុយទៅអ្នកដឹកហើយអីវ៉ាន់គេដឹកឲ្យដល់មុខផ្ទះហ្នឹងគឺអត់មានគិតលុយទេពីវៀតណាមដល់មុខផ្ទះយើងនិយាយទៅបើសិនជាយើងរស់នៅបំពេញគេដឹកឲ្យយើងដល់ផ្ទះដូចគ្នាភាគច្រើនដឹកតាម ZTO ឬក៏ CE ហើយរឿងអស់ថ្លៃដឹកទេគឺ voucher សម្រាប់ free ដឹកហ្នឹងមានច្រើនខ្លាំងមែនតើគេឲ្យយើងរហូតហ្មងណានេះអាចមើលនៅនេះបានហើយសម្រាប់អ្នកដែលapp អត់ឃើញអ្នកនរគ្នាអាច scan នៅលើនេះបានណាហ្នឹងរបស់ខ្ញុំអ្នកនរគ្នាអាច scan ទៅ search មើលទៅឃើញហើយអ្នកនរគ្នាអាចដាក់អាសយដ្ឋានអ្នកនរគ្នានៅខ្មែរបានផ្ទាល់ហ្មងបើសិននៅភ្នំពេញដាក់ទីតាំងភ្នំពេញលេខផ្ទះលេខទូរស័ព្ទអីឲ្យត្រឹមត្រូវទៅគេនឹងដឹកឲ្យដល់មុខផ្ទះហើយនៅខេត្តក៏ដូចគ្នាដែរអ្នកនរគ្នានៅខេត្តភាគច្រើនគេដឹកតាម ZTO ឬក៏ JNT សម្រាប់អ្នកថ្មីអត់ដឹងចុះឈ្មោះមិនចឹងអ្នកទាំងអស់គ្នាអាចទៅមើលវីដេអូរបស់ខ្ញុំនេះបាននេះវីដេអូនេះចុះទៅក្រោមទៅវីដេអូខ្ញុំមានប្រាប់ពីរបៀបចុះឈ្មោះចុះអីទាំងអស់ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអាចមើលវីដេអូហ្នឹងមើលវីដេអូខ្ញុំហើយកុំភ្លេចចុច subscribe ឲ្យខ្ញុំផងដើម្បីខ្ញុំបានធ្វើវីដេអូថ្មីចម្លែកឲ្យអ្នកទាំងអស់គ្នាទៀតអញ្ចឹងណាមកឥឡូវតទៀតអ្នកទាំងអស់គ្នាអញ្ចឹងធ្វើម៉េចទទួលបាន voucher គេហ្នឹងណានេះខ្ញុំនឹងដាក់នៅនេះអ្នកទាំងអស់គ្នាអាចមើលបានទី1គឺយើងអាចឈ្នះទឹកប្រាក់30000 50000 70000ទៅ100,000រៀលអ្នកនរគ្នាអញ្ចឹងធ្វើមិនបានទឹកប្រាក់ទាំងអស់ហ្នឹងសម្រាប់ទិញអីវ៉ាន់ទី1ក្នុងមួយសប្តាហ៍អ្នកនរគ្នាអាចផុសវីដេអូមួយឬក៏2វីដេអូមួយវីដេអូអ្នកទាំងអស់គ្នាអាចទទួលបាន30000រៀលឈ្នះ30000រៀលហើយបើ2វីដេអូសម្រាប់ដូចជា Facebook មួយ TikTok មួយអញ្ចឹង2វីដេអូហ្នឹងអ្នកទាំងអស់គ្នាអាចឈ្នះ50000រៀលហើយបើសិនជាវីដេអូអ្នកទាំងអស់គ្នាក៏ក្នុងសប្តាហ៍ហ្នឹងផ្ទុះខ្លាំងចូលដល់ top 5ដែលមានអ្នកមើលច្រើនរហូតដល់5ចូលដល់ top 5អ្នកនរគ្នាអាចឈ្នះរហូតដល់70000រៀលអញ្ចឹងសម្រាប់ចុងខែវីដេអូអ្នកនរគ្នាមួយហ្នឹងដែលផ្ទុះខ្លាំងរហូតចូលដល់ top 10អញ្ចឹងអ្នកនរគ្នាអាចឈ្នះរហូតដល់100,000រៀលហើយទឹកប្រាក់ voucher ដែលឈ្នះហ្នឹងអ្នកនរគ្នាអាចយកទៅទិញអីវ៉ាន់នៅក្នុង app Shopee ហ្នឹងបានទាំងអស់ហ្មងអញ្ចឹងកុំឆ្ងល់ថាម៉េចបានអីវ៉ាន់ដែលខ្ញុំទិញហ្នឹងអីវ៉ាន់ខ្លះអត់អស់លុយអីវ៉ាន់ខ្លះអស់តែ100 200 300 400រៀលទេអញ្ចឹងនេះជាមូលហេតុម្សិលមិញហ្នឹងខ្ញុំក៏ទៅទទួលបានទឹកប្រាក់70001ហើយនឹង30001អញ្ចឹងសរុបទៅ100,000ហើយខ្ញុំក៏ទៅតែទិញអស់ដែរ100,000ហ្នឹងតែមួយយប់ទេអូអ្នកនរគ្នាគឺបើសិនជាអត់បានឈ្នះ voucher ខ្ញុំក៏ត្រូវចំណាយលុយទិញអីវ៉ាន់អស់ច្រើនខ្លាំងដែរណាតែនេះអត់ទេគឺខ្ញុំឈ្នះទៅខ្ញុំយកទៅទិញតរហូតហើយយកមក review អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចធ្វើដូចខ្ញុំបានដើម្បីឈ្នះហើយខ្ញុំក៏ដឹងថាកម្មវិធីគេចប់ត្រឹមខែណាឬក៏ឆ្នាំណាដែរអ្នកនរគ្នាឬក៏អាចលឿនជាងនឹងដោយសារតែឥឡូវ app ហ្នឹងកំពុងតែផ្ទុះអញ្ចឹងមួយទៀតអីវ៉ាន់ដែលខ្ញុំទិញទាំងអស់ហ្នឹងភាគច្រើនជាអីវ៉ាន់វៀតណាមនិងអីវ៉ាន់ចិនអញ្ចឹងអ្នកនរគ្នាមុនទិញគេមានដាក់បញ្ជាក់នៅក្នុងហ្នឹងច្បាស់លាស់ទាំងអស់អញ្ចឹងអ្នកនរគ្នាអាចទៅឆែកមើលបានមុននឹងទិញអីវ៉ាន់វៀតណាមអាចដឹកលឿន3ទៅ5ថ្ងៃបើអីវ៉ាន់ចិនអាចលោតរហូតដល់7ថ្ងៃបានអីវ៉ាន់ហ្នឹងមកដល់ហើយទិញទៅការទទួលខុសត្រូវព្រោះអាចនឹងមានរបស់ផ្ទះលេខ2ឬក៏អីនៅក្នុងហ្នឹងប្លង់ក៏ថាបានដែរតែយើងអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលបានមើលវីដេអូខ្ញុំហើយឆ្ងល់អីអាច comment នៅខាងក្រោមវីដេអូបានហើយកុំភ្លេចជួយ subscribe អ្នកមួយផងនៅពេលដែល YouTube ខ្ញុំបាន1000 subscriber ខ្ញុំនឹងមាន giveaway នេះ giveaway ចង់ដឹងថាបានអីអាចចូលមើលវីដេអូនេះបានណាហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអរគុណច្រើនអ្នកនរគ្នាខ្លាំងមែនទែនជម្រាបលាបាយបាយ